សូមស្វាគមន៍មកកាន់សាលាវិទ្យាល័យអន្តរជាតិសាខាវិស្បឺខ្ញុំឈ្មោះធីវីសាខ្ញុំឈ្មោះខាវ៉ាន់ខ្ញុំឈ្មោះថននថ្ងៃនេះពួកយើងទាំង3នាក់នឹងនាំអ្នកទាំងអស់គ្នាមកទស្សនាបរិយាកាសនិងស្វែងយល់ពីសកម្មភាពផ្សេងៗនៅសាលាវិទ្យាល័យអន្តរជាតិសាខាវិស្បឺតើចង់ដឹងទេថាមានអ្វីពិសេសនៅទីនេះតើយើងមកស្វែងយល់ទាំងអស់គ្នាមកក្រឡេកមកពីខាងលើយើងប្រកាសជាឃើញថាសាលារបស់យើងមានទីធ្លាធំទូលាយស្អាតពោរពេញទៅដោយរុក្ខជាតិពណ៌បៃតងដែលផ្ដល់នូវបរិយាកាសស្រស់ស្អាតនិងជាទីផាសុកភាពសម្រាប់ការសិក្សារបស់យើងពិតជាស្រស់ស្អាតមែនមកថត selfie មួយនេះគឺជាទីលានកីឡាបាល់ទាត់ដែលស្ថិតនៅជាប់កណ្ដាលបរិវេណសាលាជាទីកន្លែងសម្រាប់សិស្សានុសិស្សដើម្បីធ្វើសកម្មភាពនិងលេងកីឡានេះគឺជាបន្ទប់តន្ត្រីដែលត្រូវបានបំពាក់ទៅដោយឧបករណ៍ piano និង guitar ដើម្បីឲ្យសិស្សានុសិស្សអភិវឌ្ឍទៅលើជំនាញនិងទេពកោសល្យរបស់ខ្លួនវ៉ាវបន្ទប់នេះពិតជាទាក់ទាញណាស់សម្រាប់សិស្សានុសិស្សដែលមានចំណង់ចំណូលចិត្តទៅលើផ្នែកតន្ត្រីในថ្នាក់រៀនវិញមានផាសុកភាពនិងមានការតុបតែងលម្អដោយសម្ភារៈសិក្សាទំនើបដែលជួយជំរុញដល់សិស្សានុសិស្សក្នុងការបង្កើតបរិយាកាសឲ្យមានភាពសប្បាយរីករាយក្នុងការសិក្សាឯលោកគ្រូអ្នកគ្រូនៅទីនេះមានបទពិសោធន៍យ៉ាងយូរឆ្នាំនិងគួរឲ្យស្រឡាញ់មែនទែនឥឡូវនេះយើងបានមកដល់បន្ទប់ពិសោធន៍វិទ្យាសាស្ត្រហើយនៅទីនេះមានបំពាក់នូវឧបករណ៍និងសម្ភារៈទំនើបជាច្រើនដើម្បីឲ្យសិស្សានុសិស្សយកមកអនុវត្តជាក់ស្ដែងនិងសិក្សាស្រាវជ្រាវផងដែរនេះហើយជាបន្ទប់ដែលខ្ញុំចូលចិត្តជាងគេពីព្រោះនៅក្នុងបន្ទប់នេះមានការពិសោធន៍ច្រើនដែលធ្វើឲ្យខ្ញុំងាយស្រួលក្នុងការរៀនសូត្រនេះណែជាបណ្ណាល័យរបស់ពួកយើងដែលមានភាពធំទូលាយមានភាពស្ងប់ស្ងាត់និងសភៅយ៉ាងច្រើនសម្រាប់សិស្សានុសិស្សដើម្បីអាននិងស្រាវជ្រាវនិយាយតិចណានៅកន្លែងនេះជាកន្លែងដែលយើងត្រូវរក្សាភាពស្ងប់ស្ងាត់ជាចំណុចពិសេសយ៉ាងម៉េចទៅមើលជំនួយនឹងមើលមានកន្លែងអង្គុយធំទូលាយស្ងប់ស្ងាត់ក្រោមម្លប់ដើមឈើដែលអនុញ្ញាតឲ្យសិស្សានុសិស្សមកអង្គុយលេងជជែកគ្នាហើយនឹងអាចរំលឹកមេរៀនក្រៅម៉ោងថែមទៀតផងមែនហើយព្រមទាំងមានផាសុកភាពល្អប្រសិនបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់ចូលរួមសិក្សានៅសាលា Western អ្នកទាំងអស់គ្នាឆាប់រួចរាន់ឡើងមកចុះឈ្មោះនៅទីនេះដោយសារឆ្នាំសិក្សាថ្មីបានចាប់ផ្ដើមហើយសាលាក៏ចាប់ផ្ដើមទទួលសិស្សដូចគ្នាអ្វីដែលពិសេសជាងនេះទៅទៀតគឺបើអ្នកទាំងអស់គ្នាតាក់ទងឥឡូវនេះនឹងទទួលបាន promotion ពិសេសចាំការទៀតមកចុះឈ្មោះឥឡូវនេះមក